ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបប្រែក្លាយល្ហុងទុំធម្មតាមួយឲ្យក្លាយទៅជាល្ហុងទុំដ៏ប្រណិតដូចនៅតាមសន្តាគារឬមួយក៏ភោជនីយដ្ឋានលំដាប់ខ្ពស់មិនថាការរៀបចំល្ហុងសម្រាប់ទទួលភ្ញៀវសម្រាប់កម្មវិធីពិសេសឬគ្រាន់តែចង់បន្ថែមសោភ័ណភាពអាហារប្រចាំថ្ងៃនោះទេគន្លឹះបន្តិចបន្តួចមួយចំនួននឹងធ្វើឲ្យផ្លែឈើយ៉ាងសាមញ្ញមួយមើលទៅស្រស់ស្អាតគួរឲ្យគយគន់និងចង់ទទួលទានតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាចំណុចសំខាន់ដំបូងគឺការជ្រើសរើសល្ហុងឲ្យបានត្រឹមត្រូវដើម្បីទទួលបានល្ហុងដែលល្អបំផុតយើងរកមើលល្ហុងដែលទើបទុំមានសបកពណ៌លឿងទុំមិនមានសល់ផ្នែកខៀវនៅខាងចុងផ្លែស្ទាបទៅរឹងមានពណ៌ស្រស់និងមិនជាំល្ហុងទុំតែងតែមានក្លិនក្រអូបផ្អែមប្រសិនជាគ្មានក្លិនទេនោះប្រហែលជាមិនទាន់ទុំល្អទេសម្រាប់ទំហំវិញយើងគួរជ្រើសរើសយកទំហំធំល្មមនិងមានទម្ងន់ធ្ងន់ទើបសាច់ហាប់ល្អល្ហុងមួយនេះមានទម្ងន់1គីឡូ3ខាំជំហានដំបូងបង្អស់មុននឹងកាត់ល្ហុងយើងត្រូវរៀបចាននិងកាត់ស្លឹកទ្រាប់ចានឲ្យហើយចានដែលជ្រើសរើសមកប្រើគួរប្រើចានពណ៌សឬចានដែលមានពណ៌ស្រាលជម្រើសពណ៌ចានគឺសំខាន់ដើម្បីរំលេចជាមួយនឹងពណ៌ល្ហុងពណ៌បៃតងនៃស្លឹកទ្រាប់និងផ្កាស្រស់សម្រាប់ស្លឹកទ្រាប់បងប្អូនយកស្លឹកចេកកាត់ចេញជារាងដែលចូលចិត្តអាចជារាងមូលរាងទ្រវែងរាងផ្កាឬរាងផ្សេងៗតម្រូវទៅតាមទម្រង់ចានស្លឹកទ្រាប់នេះយើងត្រូវការជាចាំបាច់ដើម្បីរំលេចពណ៌ឲ្យកាន់តែមានសោភ័ណភាពផងនិងដើម្បីទប់ល្ហុងកុំឲ្យរអិលចេញពីចានផងបើយើងមិនមានស្លឹកចេកបងប្អូនអាចប្រើស្លឹកល្ហុងស្លឹករមៀតស្លឹកតើយជាដើមបន្ទាប់ពីចាននិងស្លឹកទ្រាប់រួចរាល់ហើយជំហានបន្ទាប់យើងយកល្ហុងមកលាងសម្អាតសម្បកឲ្យបានស្អាតទោះបីជាយើងមិនញ៉ាំទាំងសម្បកក៏ដោយការលាងសម្អាតសម្បកល្ហុងជាមុនគឺជួយការពារកុំឲ្យដីឬភាពមិនស្អាតឆ្លងចូលទៅក្នុងសាច់ល្ហុងនៅពេលដែលយើងកាត់វាម្យ៉ាងទៀតបន្ទាប់ពីកាត់ហើយគឺយើងអត់លាងទឹកម្ដងទៀតទេដើម្បីកុំឲ្យសាច់ល្ហុងបែកសាច់និងជាំទឹកបន្ទាប់ពីលាងទឹករួចហើយយើងចាប់ផ្ដើមយកល្ហុងទៅកាត់នៅពេលកាត់យើងរៀបជ្រុញស្អាតមួយហើយប្រើកាំបិតមុតល្អដែលមានចុងស្រួចនិងមានផ្លែកាំបិតវែងល្មមរួចហើយយើងកាត់ល្ហុងជាចំណែកទៅតាមបណ្ដោយផ្លែយើងនឹងឃើញសាច់ពណ៌ទឹកក្រូចដ៏ស្រស់ស្អាតនិងពោពេញទៅដោយជាតិទឹកនិងមានគ្រាប់ខ្មៅនៅចំកណ្ដាលផ្លែយើងត្រូវយកគ្រាប់និងសាច់ពណ៌សដែលជាប់នឹងគ្រាប់នោះចេញឲ្យអស់នៅតាមភោជនីយដ្ឋានចុងភៅយកចិត្តទុកដាក់ខ្លាំងណាស់នៅក្នុងការយកគ្រាប់ល្ហុងចេញឲ្យអស់ព្រោះសូម្បីតែគ្រាប់ល្ហុងមួយគ្រាប់ដែលបន្សល់ទុកក្នុងចានក៏អាចប៉ះពាល់ទៅដល់សោភ័ណភាពនិងទំនុកចិត្តពីអ្នកទទួលទានដែរយើងកាត់ល្ហុងជាដុំតូចៗនៅក្នុងទម្រង់ជាដុំបញ្ឆិតល្ហុងមួយចំណែកនេះអាចកាត់បានចន្លោះពី5ទៅ7ដុំតូចៗបន្តមកទៀតយើងចិតសម្បកចេញពីសាច់ល្ហុងមួយហើយយើងត្រូវប្រយ័ត្នដែរដោយត្រូវចិតសម្បកចេញឲ្យអស់កុំឲ្យសេសសល់នៅជាប់សាច់ល្ហុងរួចហើយយើងប្រើកូនកាំបិតមុខខ្លីដែលមានចុងកាំបិតស្រួចយើងចិតនៅក្នុងទិសដៅបញ្ឆិតផ្ទុយគ្នាដើម្បីទទួលបានក្រឡារាងដូចពេជ្រវិធីនេះធ្វើឲ្យសាច់ល្ហុងមើលទៅមានសោភ័ណភាពស្រស់ស្អាតនៅពេលកាត់យើងកាត់ថានិងប្រយ័ត្នកុំឲ្យដាច់ចូលទៅក្នុងសាច់ល្ហុងជ្រៅពេកមានរបៀបកាត់ម្យ៉ាងទៀតគឺយើងអាចកាត់ល្ហុងចេញជាដុំការ៉េឬចាក់ទៅកោណកែងបន្ទាប់មកយើងប្រើកាំបិតដដែលឆូតបង្កើតចេញជារូបរាងដូចមុនប៉ុន្តែយើងធ្វើឲ្យតូចជាងមុននិងធ្វើចេញជា4ជ្រុងឈោងគ្នាដែលមានរាងស្រដៀងផ្កាបងប្អូនអាចជ្រើសរើសជម្រើសកាត់ណាមួយដែលងាយស្រួលនិងទៅតាមការចង់បានរបស់បងប្អូនសំខាន់នៅក្នុងពេលកាត់គឺយើងត្រូវកាន់ល្ហុងដែលថ្នមទោះបីជាយើងគិតថាសាច់ល្ហុងរឹងក៏ដោយបើមិនដូច្នេះទេវានឹងងាយធ្វើឲ្យសាច់ល្ហុងបែកសាច់ឬជាំបានពីចុងក្រោយយើងអាចបន្ថែមផ្កាស្រស់បន្តិចបន្តួចទៀតដើម្បីលើកសម្រស់ចានផ្កាដែលគេនិយមប្រើមានផ្កាចំប៉ីផ្កាចម្ប៉ាផ្កាម្លិះផ្កាឈូកផ្កាអ័រគីដេជាអង្កាមជាដើមទៅតាមដែលបងប្អូនអាចរកបានផ្កានិងស្លឹកខៀវទាំងនេះជាទូទៅមិនអាចខ្វះបានទេសម្រាប់ការលើកសម្រស់ផ្លែឈើឲ្យកាន់តែពិសេសតែប៉ុណ្ណឹងគឺរួចរាល់ហើយមើលទៅទំនងទេបងប្អូនគន្លឹះមួយទៀតដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់គឺយើងគួររៀបចំផ្លែឈើឲ្យបាន2ទៅ3ម៉ោងមុនយ៉ាងតិចមុនពេលទទួលទានដើម្បីយើងអាចដាក់ផ្លែឈើដែលកាត់រួចចូលទៅក្នុងទូត្រជាក់ឲ្យបានត្រជាក់ល្អតែមុនពេលដាក់ចូលទូយើងកុំភ្លេចស្រោបផ្លាស្ទិករំហូបដើម្បីរក្សាអនាម័យនិងអាចទប់លំនឹងល្ហុងនៅក្នុងចានផងដែរបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច Subscribe Like និង Share ឲ្យបានច្រើនផងនិងបើសិនជាមានសំណួរឬចម្ងល់ផ្សេងៗអាចសរសេរនៅប្រអប់ Comment ខាងក្រោម
និងជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមជាមួយគ្នានៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា